បាទក៏មានបទចម្រៀងថ្មីដែលច្រៀងអំពីគ្រោះថ្នាក់ចរាចរណ៍សម្រាប់បងប្អូនដែលគាត់ចូលចិត្តគ្រឿងសង្វឹងតែពិតយើងមិនហាមឃាត់មិនឲ្យហូបទេគ្រឿងសង្វឹងប៉ុន្តែសូមកុំឲ្យការញ៉ាំរបស់បងប្អូនទៅបង្កបញ្ហាដល់បងប្អូនយើងដែលអត់ដឹងអីគាត់អត់មានដឹងអីសោះលេខតែយើងអ្នកសង្វឹងសោះទៅបើបុកគាត់ធ្វើឲ្យគាត់អស់អាយុជីវិតដូច្នេះសូមបងប្អូនស្ដាប់បទចម្រៀងនេះទាំងអស់គ្នាហើយពិចារណានៅអត្ថន័យនេះទាំងអស់គ្នាអរគុណរីករាយជាមួយខ្ញុំទៅបាទគ្រឿងស្រវឹងជួបជុំកាកកាយក្រោយបានសប្បាយបើកបោធ្វើអ្វីអ្នកម្ដាយខ្ញុំអើយឈាមហូរពេញដីនេះទ្រូងស្នាដៃនាងពីឃាតហើយកុំព្រាពីតូចឪពុកចាក់ចោលគ្រួសារតែតោស្ទើរតែគ្មានត្រើយគ្រួងថ្នាក់ចរាចរណ៍ស្លាប់ម្ដាយខ្ញុំហើយអោទេវតាអើយប្រុសម្ដាយខ្ញុំផងមានម្ដាយឯណាហើយនឹងគេទៀតទ្វីបលងហាក់ដូចចង់អៀតធ្វើបាបម្ដាយខ្ញុំកូនឡងគិតផងឬក្រោយសាងក្រុមហងឆ្កងអ្នកអាងលើអ៊ីនសរ៉ែនគ្មានកន្លែងណាលក់ជីវិតទេធ្លាប់តែឃើញគេស្លុតចិត្តមែនតែថ្ងៃនេះតុងធំទ្រុងខ្ញុំទាំងណានគ្រួសារចំបែងម្ដាយខ្ញុំស្លាប់ហើយម្ដាយឯណាហើយនឹងគេទៀតរូបលងហាក់ដូចចង់អៀតធ្វើបាបម្ដាយខ្ញុំកូនឡងផាត់សេបាត់បោខែด้วยអ្នកមិនគិតផងឬក្រោយសាងក្រុមហងឆ្កងអ្នកអាងលើអ៊ីនសរ៉ែកន្លែងណាលក់ជីវិតទេធ្លាប់តែឃើញគេស្លុតចិត្តមែនតែថ្ងៃនេះតុងធំទ្រូងខ្ញុំទាំងណានគ្រួសារចំបែងម្ដាយខ្ញុំស្លាប់ហើយ
អរគុណបាទ ចាអរគុណជំរាបសួរបងអូនខេមសុខសប្បាយបងអូនបែកគ្នាយូរឆ្នាំណាចាឃើញថាបងអូននៅលើមានភាពល្បីល្បាញច្រើនទទួលនៅភាពជោគជ័យខាងផ្នែកវិស័យសិល្បៈអរគុណដែលបងអូនដែលបានលើកយកនៅបទគ្រោះថ្នាក់ចរាចរណ៍នេះចាបកស្រាយជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែររបស់យើងលោកបានទទួលជ្រាបហើយទទួលជ្រាបពីអត្ថន័យនេះយ៉ាងច្បាស់ដូច្នេះមានតែយើងទាំងអស់គ្នាទេចូលរួមចំណែកធ្វើយ៉ាងណាយើងត្រូវពង្រឹងក្នុងនាមយើងជាអ្នកបើកបរពង្រឹងស្មារតីរបស់ខ្លួនឯងចាការបើកបរត្រូវមានល្បឿនកំណត់ការទទួលទានចិត្តស្រវឹងចាត្រូវតែកាត់បន្ថយបើដឹងថាខ្លួនស្រវឹងសូមកុំបើកបរចាព្រោះឥឡូវយើងកំពុងតែត្រូវបានពង្រឹងនៅច្បាប់ចរាចរណ៍ទាំងការបើកម៉ូតូនិងបើករថយន្តបាទមានការផាកវិន័យហើយក្នុងនោះឥឡូវមានការសម្រួលរហូតដល់ម៉ូតូបើក្រោម 125cc បាទយើងអត់មានបានបើកបរបានដែរប៉ុន្តែត្រូវចេះបើកឲ្យស្ទាត់ហើយដឹងពីច្បាប់ចរាចរណ៍រថយន្តដែលត្រូវតែបើកហើយព្រោះថាបើសិនជាអត់ពាក់មីនោះគឺបានបើកបរអាចមានទោសរហូតដល់ជាប់ពន្ធនាគារទៀតមានអ្វីចូលរួមចំណែកចាឲ្យផ្ដាំផ្ញើដល់យុវវ័យរបស់យើងទាំងអស់គ្នាចាបងអូនអរគុណមូលហេតុដែលខ្ញុំបាទយកបទនេះមកបកស្រាយព្រោះថាជំនាញការខ្ញុំបាទតែងតែចុះទៅតាមខេត្តដែរបងពេលខ្លះចឹងទៅអ្នកបើកឡានគាត់ស្វឹងពីណាពីណីចឹងមកទៅបុកអ៊ំអ្នកលក់បន្លែអត់ដឹងអីសោះគាត់ងើបពីម៉ោង4ម៉ោង5ទៅលក់បន្លែហើយយើងគិតថាកូនគាត់កំពុងគេងចាំនៅក្នុងមុងសេបបាយត្រូវស្លាប់ដោយសារការពិសាស្រាដោយគ្មានកំណត់ខ្លួនឯងដូច្នេះខ្ញុំមិនចង់ជ្រៀងលើកទឹកចិត្តទេខ្ញុំចង់ជ្រៀងស្ដីឲ្យអ្នកដែលផឹកអត់ចេះគិតនឹងទាំងនោះចាយើងក៏ផឹកដែរណាបើតែផឹកគេថាផឹកចេះគិតណាចាហើយខ្ញុំបាទមិនជ្រៀងលើកទឹកចិត្តអ្នកផឹកទេណាជ្រៀងស្ដីឲ្យអ្នកផឹកសំបីតែខ្ញុំបាទក៏ជាអ្នកជំនាញម្នាក់ក៏ចេះញ៉ាំដែរប៉ុន្តែការញ៉ាំនោះត្រូវឲ្យមានកំណត់មានការកំណត់របស់ឥឡូវចេះទៅអ្នកបើករថយន្តដែលគាត់ចូលចិត្តព្រោះថាភាសាស្រារថយន្តធំជួនកាលគាត់ដាក់បន្តិចទៅគាត់បើកទៅវាលុះដូរមកបកាសចឹងទៅដូរមកបកាសទៅបើសិនជាយើងគិតថាងួយគេអីចឹងបកាសមកកំប៉ុងពីកំប៉ុងទៅបាត់ក៏ពិតនៅក្នុងឡានខ្ញុំមានបកាសរហូតខ្ញុំបាទបើកឡានពេលយប់ដូច្នេះបងប្អូនដែលហូបគ្រឿងស្វឹងហូបបានប៉ុន្តែបើសិនតែដឹងខ្លួនឯងស្វឹងហើយឲ្យអ្នកផ្សេងបើកទៅចាត្រូវហើយអ្នកគាត់អត់ដឹងខ្លួនឯងស្វឹងទេអត់ដឹងទេអត់ទេចង្ការពេលខ្លះជាតិស្វឹងហ្នឹងពេលយើងពងអង្គុយញ៉ាំអត់អីណាចាតែពេលយើងក្រោកឈរប្រហែលជាកន្លះម៉ោងទៅបើកឡានបានអាជាតិស្វឹងវាចាប់ផ្ដើមវាយលុកណាអញ្ចឹងបានយើងដឹងថាយើងស្វឹងខ្ញុំធ្លាប់ឃើញនៅអូស្ត្រាលីពេលអង្គុយអត់តន់ដឹងទេណាធ្លាប់ឃើញនៅអូស្ត្រាលីមានមិត្តភក្តិខ្ញុំម្នាក់គាត់ថាធ្លាប់បើកណាអញ្ចឹងគេថាវាមានអំពងមួយនៅក្នុងឡានហ្មងមុនបើកឡានវាផ្លុំសិនចាផ្លុំតែអាកុលវាខ្លាំងអាដាតឡានដេកឆេះហ្មងចាអ្នកធ្លាប់មានស្នាមហ្នឹងចាបើអញ្ចេះទៅដើម្បីកាត់បន្ថយទាំងអស់គ្នាគួរណាតែមានប្រដាប់ផ្លុំខ្លួនឯងផ្ទាល់រៀងខ្លួនណាយើងផ្លុំទៅគឺឡានគប់ពេហ្មងចាចាអរគុណដែលបងអូនបានចូលរួមចំណែកបកស្រាយនៅបទចម្រៀងនេះអរគុណអ្នកនិពន្ធនៃបទចម្រៀងនេះដែលនិយាយអំពីគ្រោះថ្នាក់ចរាចរណ៍ហើយយើងទាំងអស់គ្នាត្រូវតែចូលរួមចំណែកទាំងអស់គ្នាចាចាហើយបទនេះជាបទថ្មីបងចានិពន្ធឲ្យបងប្រុសយើងទៅស្រង់មេឌីថ្មីទាំងអស់អត់មានចាអរគុណពេលក្រោយជួបគ្នាបទក្រោយទៀតណាអរគុណចា